នស្រីណេតដល់ដីអាមេរិកម្ដងទៀតពួយរឿងធំមួយរបស់កញ្ញាចក្រវាលកម្ពុជាឆ្នាំ2020ចំនួនរ៉េតសារីតាឆនស្រីណេតកូនខ្មែរកម្ពុជាក្រៅបានចាក់ចេញទៅដីអាមេរិកភ្លាមដើម្បីទៅបំពេញបេសកកម្មមួយចំនួនដែលបានរៀបចំទុកនេះជាដំណើរលើកទី3ដែលបវរកញ្ញាមានទឹកចិត្តស្រឡាញ់វប្បធម៌ជាតិខ្មែរយ៉ាងមុតមមហើយនាងក៏បន្តដំណើរជាន់ដីអាមេរិកនេះដល់គោលដៅចង់បានស្រីណេតបានដល់ដីអាមេរិកប្រមាណថ្ងៃមកហើយក៏បំណងរបស់នាងសម្រាប់មួយជើងនេះគឺខិតខំប្រឹងដើររកមូលនិធិពីខ្មែរតាមរដ្ឋនានាជួយដល់អ្នកជនភៀសក៏ដូចជាបងវីរៈកងទ័ពឈរជើងតាមតំបន់ព្រំដែនចាប់តាំងពីមានភាពផ្ទុះចំនួនតាមព្រំដែនមកស្រីណេតបានដើរប្រមូលមូលនិធិជួយមិនថាជាថវិកាសម្ភារៈឬថ្នាំសង្កូវគឺនាងប្រមូលយកទៅទាំងអស់ឲ្យតែបានជួយនាងក៏ធ្លាប់ចូលដល់កន្លែងភៀសក្រោមក្រសែភ្នែកអាណិតអាសូរនឹងមិនសមជាខ្មែរមកជួបរឿងបែបនេះឆនស្រីណេតធ្លាប់និយាយថាមកអាមេរិកម្ដងនេះគោលដៅគឺកម្មវិធីមូលនិធិតាមរដ្ឋនានាជាជាងដើរកំសាន្តឯកជននាងពិតជាអរគុណដែលបងប្អូនខ្មែរទុកចិត្តនាងហើយជូនជាស្បៀងថវិកាមកដល់ដៃនាងនិងក្រុមការងារដោយជឿជាក់ក៏បំណងដែលនាងមកទីនេះគ្មានអ្វីក្រៅពីការងារមនុស្សធម៌ឡើយមើលរូបភាពជនភៀសនិងកងទ័ពនាងពិតជាឈឺផ្សាហើយនៅស្ងៀមមិនបាននាងខ្លោចចិត្តអាណិតជាងគេគឺក្មេងស្រីដែលត្រូវសម្រាកតាមតង់និងលំបាកគ្រប់សន្តានលើពីនេះកាន់តែខ្លាចមានជនពៀណាមកចាប់ធ្វើបាបក៏ជាចំណុចមួយដែលនាងមានចិត្តព្រួយចំនួននៅក្នុងនាមជាស្រីដូចគ្នាលើពីនេះលោកតាលោកយាយក្មេងៗក៏រស់នៅលំបាកខ្លះមិនបានរៀនខ្លះមិនបានទៅវត្តអារាមសង្គ្រាមមិនល្អទេមានតែការដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទៅប្រសើរបានតែឃើញថាបបកញ្ញាចក្រវាលកម្ពុជានៅក្នុងឆ្នាំ2020ចាចំនួនកញ្ញារ៉េសារីតាចាគឺកញ្ញាឆនស្រីណេតគឺជាកូនខ្មែរកម្ពុជាក្រោមចាបានចាក់ចេញទៅដីអាមេរិកភ្លាមចាដើម្បីទៅបំពេញបេសកកម្មមួយចំនួនដែលបានរៀបចំទុកចានេះគឺជាដំណើរលើកទី3ហើយដែលបបកញ្ញាមានទឹកចិត្តស្រឡាញ់វប្បធម៌ជាតិខ្មែរយ៉ាងមុតមមបែបនេះហើយនាងក៏បន្តដំណើរជាន់ដីអាមេរិកនេះដល់គោលដៅដែលនាងចង់បានហើយផងដែរចាស្រីណេតបានដល់ដីអាមេរិកប្រហែលថ្ងៃមកហើយក៏បំណងរបស់នាងគឺសម្រាប់ជួយជាតិដោយនាងចាខិតខំប្រឹងដើររកមូលនិធិពីខ្មែរចាទៅតាមរដ្ឋនានាដើម្បីជួយទៅដល់ជនភៀសក៏ដូចជាបងដែលជាវីរៈកងទ័ពឈរជើងនៅតាមតំបន់ព្រំដែនដូចគ្នាជាចាប់តាំងពីមានភាពផ្ទុះចំនួននៅតាមព្រំដែនកម្ពុជាមកចាស្រីណេតបានដើររកប្រមូលមូលនិធិជួយមិនថាជាថវិកាឬក៏សម្ភារៈឬក៏ថ្នាំសង្កូវនោះទេគឺនាងប្រមូលយកទៅទាំងអស់ចាឲ្យតែនាងរកបាននាងក៏ធ្លាប់ចូលទៅដល់កន្លែងភៀសផងដែរចាក្រោមក្រសែភ្នែកអាណិតអាសូរនិងមិនសមថាខ្មែរចាមកជួបរឿងបែបនេះនោះទេចាឆនស្រីណេតធ្លាប់បាននិយាយថាមកអាមេរិកម្ដងនេះចាគោលដៅគឺកម្មវិធីមូលនិធិតាមរដ្ឋនានាចាជាជាងដើរកំសាន្តរបៀបឯកជននាងពិតជាអរគុណដែលបងប្អូនខ្មែរទុកចិត្តទៅដល់រូបនាងហើយក៏ជូនជាស្បៀងនិងថវិកាមកដល់ដៃនាងនិងក្រុមការងារដោយមានភាពជឿជាក់